និយាយថាការរស់រានមានជីវិតក្នុងព្រៃគឺលំបាកខ្លាំងណាស់ប៉ុន្តែបរិសុទ្ធក្លាហានពីរនាក់នេះបែរជារកបានប្រភពប្រូតេអ៊ីនដ៏ធំក្រំទឹកដើម្បីញ៉ាំសាច់ក្រពើអាំងធ្យូងដ៏ឈ្ងុយឆ្ងាញ់ដល់អាហារពេលយប់ពួកគេថែមទាំងចាប់បានកង្កែបធាត់ជាច្រើនដោតចង្កាក់អាំងផ្ទាល់លើភ្នក់ភ្លើងអាហារសម្រន់ក្រោយបាយនៅមានបង្កងទូចព្រៃជាច្រើននៅរដ្ឋ Louisiana តាមបណ្ដោយឈូងសមុទ្រមានតំបន់ដីសើមដ៏ធំមួយដែលមានទំហំជាង500,000 អេកឺខ្សែទឹកកោងកាត់បង្កើតជាវាលវង្វេងធម្មជាតិព្រមទាំងជីចម្រុះរបស់សត្វនិងរុក្ខជាតិចម្រុះជាច្រើនក្នុងនោះពស់ពីរនិងក្រពើមានច្រើនរាប់មិនអស់ក្នុងស្ថានភាពបែបនេះអ្នកនេសាទនិងព្រានព្រៃតែងមកទីនេះដើម្បីបរបាញ់ពេលនេះអ្នកជំនាញដើរជើងទេ Cody និងបរិសុទ្ធខ្លាំង Dave បានបង្ហាញខ្លួនអ្នកទាំងពីរកំពុងនៅលើទូកដែលខូចម៉ាស៊ីនលើទូកមានកាបូបស្ពីមួយពិលមួយទឹកសាបបន្តិចបន្តួចចង្កៀងប្រេងមួយនិងខ្សែពួរខ្លះក្រោយពីពិភាក្សាគ្នាពួកគេសម្រេចចិត្តថានឹងស្ទង់មើលតំបន់ជុំវិញសិនកន្លែងដែលពួកគេនៅគឺគ្មានប្រព័ន្ធ X-ray គ្មានត្រីវិស័យសូម្បីតែទីដើរក៏មើលមិនឃើញព្រះអាទិត្យក៏មើលមិនឃើញមិនដឹងទីទាំង4ពេលនេះ Dave ដើរទៅក្បែរដើមឈើធំមួយដើម្បីសង្កេតមើលទីដែលលូតលាស់របស់មែកឈើដូច្នេះគាត់ងាយស្រួលកំណត់ទីដើរបានប៉ុន្តែទូទាំងទីដើរក៏មិនប្រកាសថាអាចចេញទៅដោយសុវត្ថិភាពដែរតំបន់ដីសើមនេះមានក្រពើជាង 1.5 លានក្បាលនិងពស់ជាង50ប្រភេទទាំងអស់សុទ្ធតែជាការគំរាមកំហែងនេះពិតជាគ្រោះថ្នាក់ខ្លាំងសម្រាប់ Cody ដែលទម្លាប់ដើរជើងទេជាង35ឆ្នាំដូច្នេះរាល់ជំហានត្រូវតែប្រុងប្រយ័ត្នបំផុតដើម្បីការពារខ្លួនគាត់រកបានដុំឈើមួយដែលមានទំហំល្មមក្នុងព្រៃហើយកាប់វារួចកាត់មែកចេញហើយចិតចុងឲ្យស្រួចដើម្បីធ្វើជាអាវុធការពារខ្លួនពេលត្រឡប់មកចាំវិញម្នាក់កាន់លំពែងឈើវែងមួយដើម្បីការពារសំណាងអបឡាយនេះត្រូវនឹងទីដែលត្រូវទៅបន្តដំណើរទៅតាមខ្សែទឹកបើធៀបនឹងការដើរកាត់ដីសើមដ៏គ្រោះថ្នាក់អង្គុយលើទូកមានសុវត្ថិភាពជាងឆ្ងាយមួយសន្ទុះក្រោយមកស្រាប់តែមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យទាំងពីរសាមជោគស្ថានភាពនេះគ្រោះថ្នាក់ខ្លាំងណាស់ព្រោះបើនៅតែបន្តកម្ដៅរាងកាយនឹងធ្លាក់ចុះដល់កម្រិតគួរឲ្យព្រួយបារម្ភអ្នកទាំងពីរត្រូវតែឈប់ធ្វើដំណើរហើយឯកក្បែរដីគោក Cody ដើរចូលទៅពិនិត្យមើលជុំវិញឃើញកន្លែងនេះសម្រុំក៏ត្រឡប់មកទូកវិញអ្នកទាំងពីររួមគ្នាសែងទូកឡើងគោករួចបញ្ឈប់ឯកនឹងដើមឈើដើម្បីចំណេញជាឡើងមិនបាច់សង់តង់មានកន្លែងច្រកភ្លៀងហើយបន្ទាប់មកពួកគេត្រូវដោះស្រាយរឿងបង្កាត់ភ្លើង Jeff ក្រឡេកមើលទៅម៉ាស៊ីនភ្លាមដើរទៅមើលម៉ាស៊ីនហើយបើកគម្របពិនិត្យខាងក្នុងមាន Buffy មួយប៉ុន្តែពេលនេះតំបន់ទាំងមូលសុទ្ធតែសើមចង់រករបស់ស្ងួតក៏មិនងាយស្រួលដែរ Cody ដើររកជុំវិញបានបន្តិចរកបានវត្ថុធាតុហើយដើរទៅរក Dave ដែលម្ខាងកាន់ Buffy ដែលម្ខាងកាន់ជំរុយ Dave ចូលក្បែរទីងខ្សែម៉ាស៊ីន Cody ត្រូវភ្លើងឆក់ឡើងស្ពឹកតែសាកប៉ុន្មានដងនៅតែមិនបានផលរបស់បង្កាត់ភ្លើងមិនសូវស្ងួតដូច្នេះក្នុងស្ថានភាពនេះមិនអាចបង្កាត់ចេះទេពេលនេះ Dave យកធុងសាំងមកប្រើគម្របដកប្រងសាំងបន្តិចដែលនៅសល់រួចយកជំរុយជ្រលក់ក្នុងនោះលើកនេះពេល Dave ទីងខ្សែបង្កើតកាប់ភ្លើងក៏ឆេះឡើងភ្លាមអ្នកទាំងពីរប្រញាប់យកភ្លើងតូចនោះទៅដាក់ក្នុងគំនរអុសដែលរៀបចំទុកមិនយូរប៉ុន្មានភ្លើងក៏ឆេះសន្ធោសន្ធៅមានភ្នក់ភ្លើងធ្វើឲ្យយប់នេះស្ងប់ចិត្តជាងមុនពេលនេះ Dave ដើរចេញទៅក្រៅរកបានឈើវែងតូចមួយរួចពុះកណ្ដាលតែមិនឲ្យដាច់បំបែកជា4ចម្រៀករួចចិត្តចុងឲ្យស្រួចហើយយកឈើតូចញ៉ាត់បំបែកវាធ្វើជាឧបករណ៍ចាប់សត្វដល់ពេលយប់អ្នកទាំងពីរកាន់ពេលរកអាហារពេលយប់ក្បែរនោះទីនេះមានកង្កែបច្រើនណាស់ក្រោយសាកល្បងបរាជ័យប៉ុន្មានដងទីបំផុត Dave ចាក់បានមួយក្បាលថែមទាំងថត់ល្អទៀតផងបន្ទាប់មកហាក់ដូចជាមានសំណាងចាក់បានមួយហើយមួយទៀតអត្រាចាក់ត្រូវស្ទើរតែ 100% រហូតដល់ចាប់បានមួយថងទើបត្រឡប់មកវិញនៅក្បែរភ្នក់ភ្លើងពួកគេយកកង្កែបធាត់ចេញមកសរុប4ទៅ5ក្បាល Cody ធ្វើការសម្អាតរួចដល់ផ្លូវអាំងលើងនៅភ្លើងមួយសន្ទុះក្រោយមកពួកគេចាប់ផ្ដើមញ៉ាំភ្លើងកង្កែបអាំងខាំមួយម៉ាត់គឺស្រួយក្រៅទន់ក្នុងឆ្ងាញ់ខ្លាំងណាស់ដល់ថ្ងៃបន្ទាប់អ្នកទាំងពីរភ្នាក់ឡើងទម្លាក់ទូកចូលទឹកវិញរួចបន្តអុំទៅមុខពេលកំពុងទៅមុខជួបកន្លែងទឹករាក់ទាំងពីរក៏ចុះទាញទូកទៅមុខរហូតដល់ទូកអាចអន្តែតលើទឹកវិញបន្តទៅមុខបន្តិចទៀតស្រាប់តែខាងមុខលែងមានផ្លូវទឹកអ្នកទាំងពីរចុះពីទូកដើរលើគោកដើម្បីមើលថាតើគួររក្សាទូកទុកទៀតអត់ដើរបានបន្តិចឃើញសុទ្ធតែដីគោកមើលទៅមានតែត្រូវចោលទូកទៅបន្តដំណើរបានពួកគេត្រឡប់ទៅទូករៀបចំអីវ៉ាន់រួចចេញដំណើរដើរលើដីដែលពោពេញដោយភក់ Dave ដើរបើកផ្លូវខាងមុខឯ Cody ដើរតាមពីក្រោយកំពុងដើរស្រាប់តែប្រទះឃើញអ្វីម្យ៉ាងបរិសុទ្ធខ្លាំងក៏យកឈើសង្កត់ក្បាលវារួចចាប់ឡើងនេះគឺជាពស់ពីរមួយក្បាលសកម្មភាពនេះគ្រោះថ្នាក់ខ្លាំងណាស់តែសម្រាប់ Dave នេះគ្រាន់តែជាប្រភពប្រូតេអ៊ីនគុណភាពខ្ពស់ប៉ុណ្ណោះប៉ុន្តែវាតូចពេកមិនសមនឹងចាប់អារម្មណ៍ទេគាត់ក៏ដើរទៅម្ខាងប្រឡែងវាទៅវិញរួចរាល់អ្នកទាំងពីរក៏បន្តដំណើរមិនយូរប៉ុន្មានក៏ជួបពស់ទៀតហាក់ដូចជាចូលក្នុងសម្បុកពស់អញ្ចឹង Dave ខ្លាចជាអ្នកចាប់ពស់តាមផ្លូវកម្ចាត់គ្រោះថ្នាក់រហូតការពារ Cody ដើរកាត់ដោយសុវត្ថិភាពតាមផ្លូវពួកគេឃើញនៅដើមឈើដ៏ធំមួយមានសម្បុកឈើស្ងួត Cody បកយកបន្តិចទុកប្រើរួចបន្តទៅមុខមិនយូរប៉ុន្មានលេចចេញវាលស្មៅដ៏ធំមួយប៉ុន្តែនៅក្នុងតំបន់ដីសើមស្ថានភាពបែបនេះរត់តែគ្រោះថ្នាក់ព្រោះខាងក្នុងពោពេញដោយរណ្ដៅភក់តែបើចង់ដើរវាងជួនកាលត្រូវចំណាយពេលច្រើនណាស់ប្រឈមមុខនឹងស្ថានភាពនេះអ្នកទាំងពីរឈប់ពិភាក្សាគ្នាហើយសម្រេចចិត្តដើរត្រង់ទៅពួកគេមិនប្រញាប់ដើរទៅមុខភ្លាមទេតែដើរប្រមូលមែកឈើស្រស់សិនរួចក្រាលលើផ្លូវដែលត្រូវដើរបានបន្តិចក៏យកមែកឈើពីក្រោយមកដាក់ខាងមុខវិញរួចបន្តធ្វើបែបនេះដើម្បីទៅមុខទៅបានបន្តិចក៏លែងមានមែកឈើប្រើអ្នកទាំងពីរត្រូវតែដេកវាលើដីប្រើឈើវែងមួយជួយរុញវាទៅមុខធ្វើបែបនេះជួយបង្កើនផ្ទៃទ្រទម្ងន់ជៀសវាងលេចចូលក្នុងភក់ជ្រៅពេកគ្រាន់តែចំណាយខ្លីសោះតែធ្វើឲ្យទាំងពីរអ្នករងទុក្ខយ៉ាងខ្លាំង Dave អស់កម្លាំងវាក្នុងធុរលែងរួចសម្រាប់ចុះសម្រាប់ឡើងមិនដឹងជាយូរប៉ុណ្ណាទម្រាំតែអាចទៅដល់ដីរឹងអ្នកទាំងពីរបន្តចូលជ្រៅទៅក្នុងព្រៃបន្តិចទៀតស្រាប់តែលេចចេញប្រឡាយទឹកមនុស្សជីកប្រឡាយបែបនេះច្រើនតែប្រើសម្រាប់ដឹកឈើឬរុករកដែលកន្លែងខ្លះត្រូវគេបោះបង់ចោលយូរហើយពួកគេមិនអាចកំណត់បានថាប្រឡាយនេះនៅមានមនុស្សឆ្លងកាត់ទៀតអត់ហើយត្រើយម្ខាងទៀតគឺជាទីខាងត្បូងពេលនេះអ្នកទាំងពីររៀងជឿក្បាលបន្តិចបើបន្តទៅមុខត្រូវចូលជ្រៅទៅកណ្ដាលតំបន់ដីសើមតែបើចង់ឆ្លងប្រឡាយខ្លាចមានក្រពើលាក់ខ្លួនពេលនេះ Cody ស្នើឲ្យស្ទង់មើលជុំវិញសិនឆ្លៀតបោះជំរំសម្រាប់2 3ថ្ងៃមើលថាបើគ្មានអ្នកមកជួយមែនទើបបន្តដំណើរទៀតដូច្នេះអ្នកទាំងពីរក៏ងាកក្រោយរកបានតំបន់វាល្មមរួចសម្រាប់ចិត្តបោះជំរំម្ដងទៀត Cody ដើររកឈើត្រង់រៀបចំបង្កាត់ភ្លើងចំណែក Dave ចេញទៅក្រៅស្ទង់មើលពេលទៅដល់ធ្លុកទឹកមួយគាត់ត្រេកអរណាស់ដែលឃើញបង្កងតូចមើលទៅថ្ងៃនេះមានប្រូតេអ៊ីនហើយពេលកំពុងចង់ចាប់ថែមពី3ក្បាលទៀតស្រាប់តែឃើញក្នុងទឹកក្បែរនោះមានប្រភពប្រូតេអ៊ីនធំជាងនេះទៅទៀតក៏បាត់ចំណាប់អារម្មណ៍នឹងបង្កងតូចនោះភ្លាមគាត់ក្រោកឈរដើរទៅទីនោះពេលទៅដល់មុខក្រពើក៏កាន់ដំបងសន្សឹមទីងកន្ទុយវាភ្លាមនោះក្រពើក៏ត្បត់ហើយស្ទុះថយក្រោយយ៉ាងខ្លាំងនៅក្នុងទឹកក្រពើកាច់សាហាវណាស់ Dave ទាំងប្រយុទ្ធទាំងទីងក្រពើឡើងគោក ក
កាយវិការដ៏រហ័សរហួនបានសម្លាប់ប្រូតេអ៊ីនដ៏ធំនោះដោយជោគជ័យពេលនេះខឌីធ្វើឧបករណ៍បង្កាត់ភ្លើងរួចហើយត្រៀមប្រើឈើគុំនឹងដៃដើម្បីបង្កាត់ភ្លើងដៃទាំងពីរខំប្រឹងញីឈើមិនយូរមានផ្សែងហុយឡើងតស៊ូបន្តិចទៀតពេលឈប់ញីក៏បង្កើតការភ្លើងបានសម្រេចគាត់យកការភ្លើងដាក់ក្នុងសម្បុកមកជួយភ្លើងរួចភ្លុំតិចពេលភ្លើងឆេះឡើងក៏ដាក់អស់ចូលពេលនេះ Dave កំពុងធ្វើក្រពើវះពោះវៀនចេញឲ្យស្អាតរួចចងខ្សែពួរយកប្រភពប្រូតេអ៊ីនទៅរកសម្លាញ់របស់ខ្លួនឯខាង Cody វិញបង្កាត់ភ្លើងរួចហើយចាប់ផ្ដើមសង់ចម្រោកគាត់សង់ក្រុងក្រែចន្លោះដើមឈើពីររួចរៀបឈើពីលើមួយសន្ទុះក្រោយក្រុងក្រែក៏រួចរាល់បន្ទាប់មករកស្លឹកត្នោតមកក្រាលពីលើពេលកំពុងបន្តធ្វើដំបូល Dave ក៏យកប្រភពប្រូតេអ៊ីនដ៏ធំត្រឡប់មកវិញស្មានថា Cody នឹងសប្បាយចិត្តនឹកស្មានមិនដល់គេបែរជាជេរ Dave មួយចាស់ដៃលេងសើចចុះតែមិនអាចយកជីវិតមកលេងសើចទេ Cody គិតថាចាប់ក្រពើជាសកម្មភាពគ្រោះថ្នាក់បំផុត Dave មិនបកស្រាយច្រើនទេដឹងថា Cody គ្រាន់តែបារម្ភពីគាត់ប៉ុណ្ណោះមើល Cody ងាកចេញទៅមើលទៅការចំអិនមានតែធ្វើខ្លួនឯងទេគាត់ដកកាំបិតតូចមកពន្លះស្បែកក្រពើកាត់យកសាច់ធំរួចឆាប់រៀបចំស្នែងអាំងសាច់កាត់រួចយកទៅអាំងលើងើភ្លើងពេលរងចាំអ្នកទាំងពីរស្ងាត់ឈឹងរហូតដល់សាច់អាំងលីសូឆែវឈ្មោះដល់ច្រមុះ Dave ទ្រាំលេងបានគាត់ដើរទៅមុខយកមួយដុំឲ្យ Cody ដើម្បីសុំទោស Cody ក៏មិនគួរសមទទួលយកញ៉ាំភ្លាមខំមួយម៉ាត់អោបព្រះឲ្យស្រួយក្រៅទុនក្នុងមិនស្ងួតមិនទ្រលាន់រសជាតិអស្ចារ្យណាស់អ្នកទាំងពីរញ៉ាំមួយម៉ាត់ហើយមួយម៉ាត់ទៀតធ្វើឲ្យ Cody បាត់ខឹងភ្លាមបោះបង់ភាពប្រកម្មរកូរួចបណ្ដាញ៉ាំបណ្ដាជាគ្នាលេងរហូតដល់ឆ្អែតស្កប់ស្កល់រងចាំមេឃងឹតអ្នកទាំងពីរអង្គុយក្បែរចម្រោកផ្អែកក្នុងក្បែរភ្នក់ភ្លើងសម្រាប់ស្រាប់តែសំឡេងម៉ាស៊ីនក្បែរនោះទាំងពីរប្រញាប់ងើបឈររត់ទៅមាត់ប្រឡាយឃើញនៅលើទឹកមានទូកមួយកំពុងមកជិតពួកគេប្រញាប់កាន់ពើបញ្ចេញសញ្ញាសុំជំនួយសញ្ញានៃអរិយធម៌ទីបំផុតបានបង្ហាញខ្លួនហើយការសាកល្បងលើកនេះជោគជ័យហើយគេតែនិយាយថាការរស់រានក្នុងព្រៃគឺលំបាកណាស់តែបរិសុទ្ធក្លាហានពីរនាក់នេះបែរជាចាប់បានសត្វពង្រូលថត់យកទៅអាំងលើងើបភ្លើងញ៉ាំសាច់ស្រួយក្រៅទុនក្នុងមានរសជាតិដូចសាច់មាន់ថែមទាំងញ៉ាំពន្លកខ្ចីស្រួយឆ្ងាញ់ទៀតផងក្រៅពីនេះមានតែទឹកដោះគោព្រៃសុទ្ធផងដែរតំបន់ព្រៃពុកលើភ្នំពុះនៅហើយណាមកគឺជាតំបន់ព្រៃស្ងាត់លាក់ខ្លួននៅពីលើពុកទីនេះមានទេសភាពស្រស់ស្អាតបំផុតចូលទៅខាងក្នុងដូចកង្វែងចូលពិភពលោកយុគសម័យ Jera ដ៏បរិសុទ្ធព្រមទាំងមានប្រព័ន្ធអេកូឡូស៊ីចម្រុះតែបង្កប់នៅក្នុងភាពស្រស់ស្អាតនោះក៏មានគ្រោះថ្នាក់បន្តិចដែរជារៀងរាល់ឆ្នាំទីនេះតាក់ទាញអ្នកជីវិទូនិងភ្ញៀវទេសចរសងព្រេងចូលព្រៃពុកគ្រាន់តែចង់ឃើញផ្ទាល់ភ្នែកនៅសត្វព្រៃកម្រពួកគេចូលទីនេះដើម្បីស្រាវជ្រាវនិងប្រមូលសំណាក់តែដោយសារលងនឹងភាពស្រស់ស្អាតពេកទីនេះទើបភ្លេចពីគ្រោះថ្នាក់ធ្លាក់ចូលក្នុងស្ថានភាពលំបាកបន្តិចម្ដងដល់ពេលដឹងខ្លួនក៏លែងដឹងថាខ្លួននៅទីណាទៅហើយប្រឈមមុខនឹងស្ថានភាពនេះអ្នកជំនាញជាងទេ Cody និងបរិសុទ្ធក្លាហាន Dave បានបង្ហាញខ្លួនពេលនេះអ្នកទាំងពីរកំពុងឆ្លងកាត់តំបន់រុក្ខជាតិក្រាស់ឃ្មឹកមិនគួរឲ្យជឿជុំវិញសាមជោគទីឆ្ងាយមានពុកគ្រប់ដណ្ដប់ហើយទិដ្ឋភាពដ៏អស្ចារ្យក៏លេចឡើងខាងលើភ្លៀងធ្លាក់ខ្លាំងតែខាងក្រោមស្ទើរតែមិនមានដំណក់ទឹកភ្លៀងធ្លាក់សោះអាចសម័យបានថាគម្របរុក្ខជាតិនៅទីនេះក្រាស់កម្រិតណាស់ទើបបង្កើតជាទិដ្ឋភាពបែបនេះបានអ្នកទាំងពីរពេលនេះក៏មិនដឹងខ្លួននៅទីណាដែរដូចរយដែកក្បាលហើរវង្វេងអ្វីដែលទទួលអារម្មណ៍បានមានតែភាពស៊ាំនឹងខ្យល់រងាដើរបានបន្តិចពួកគេប្រទះឃើញកាបូបស្ពីមួយហើយនេះជាសម្ភារៈរស់រានសម្រាប់ពេលនេះ Cody ដើរទៅពិនិត្យមើលខាងក្នុងមានអាវភ្លៀងមួយប្រអប់ដាក់សំណាក់មួយនិងដៃកេះអស់ហ្គាសមួយបន្ទាប់មកអ្នកទាំងពីរចាប់ផ្ដើមរៀបចំផែនការផ្លូវមិនដឹងថាខ្លួននៅទីណាម្យ៉ាងទៀតមេឃជិតងឹតហើយសីតុណ្ហភាពក្នុងព្រៃទាបណាស់ដូច្នេះការរកចម្រោកកក់ក្ដៅជារឿងសំខាន់បំផុតទោះយ៉ាងណាទីនេះជាភ្នំខ្ពស់ដូច្នេះសីតុណ្ហភាពយប់ធ្លាក់ចុះខ្លាំងជាងកន្លែងផ្សេងបូករួមទាំងខាងលើកំពុងភ្លៀងធ្វើឲ្យស្ថានភាពរឹតតែអាក្រក់អ្នកទាំងពីរប្រញាប់ដើរទៅមុខបណ្ដាដើររកចម្រោកសំរុំបណ្ដាមិនយូរប៉ុន្មានពួកគេមកដល់មុខដើមឈើដ៏ធំមួយខាងក្រោមមានចន្លោះទំនេរល្អគួរសមតែបញ្ហាគឺទីនោះសាមជោគហើយគ្មានកន្លែងបាំងភ្លៀងទេចាក់ចេញពីគល់ឈើអ្នកទាំងពីរបន្តដើរស្ទង់មើលពួកគេឃើញពន្លកខ្ចីនៃរុក្ខជាតិម្យ៉ាងស្រដៀងឫស្សី Cody បេះមួយមកភ្លុកមើលស្រួយឆ្ងាញ់ស្រស់ស្រាយដូចញ៉ាំទំពាំងតែតាមពិតប្រភេទនេះល្អបំផុតគួរតែចម្អិនឲ្យឆ្អិនទៅមានសុខភាពជាងពេលនេះខាង Dave ក៏កំពុងស្វែងរកដែរដើរមកក្រោមដើមឈើធំមួយគាត់មើលរុក្ខជាតិលើចុងឈើក៏ឃើញម្ខាងត្រូវទឹកភ្លៀងស្រក់ចុះរហូតចំណែកម្ខាងទៀតមានទឹកតិចជាងឆ្ងាយម្យ៉ាងទៀតជុំវិញមានវ៉ូលីគ្រប់ប្រភេទងាយស្រួលរកវត្ថុធាតុណាស់ Dave សម្រាប់ចិត្តបោះជំរំនៅទីនេះភ្លាមរួចហៅ Cody មកដល់ឲ្យខ្លួនឯងកាប់មែកឈើចាប់ផ្ដើមសង់ចម្រោក Cody ក៏មកពិនិត្យហើយមិនមានមតិអ្វីទេខាងនេះ Dave បន្តរវល់យកឈើធ្វើក្រុងចម្រោករួចរៀបឈើម្ដងមួយពីលើដើម្បីធ្វើក្រែមិនសូវសើមក្រោយធ្វើក្រុងក្រែរួចដំបូលក៏ជារឿងខ្វះមិនបាន Cody ដើររកអស់ជុំវិញតែអស់ទាំងនេះសាំពេកទើបអាចត្រឹមតែផ្សំជាមួយស្លឹកឈើស្ងួតខ្លះប៉ុណ្ណោះរបស់ទាំងនេះប្រើបង្កាត់ភ្លើងពិតជាមិនគ្រាន់ទេគាត់យកប្រអប់ដាក់សំណាក់មកបើកគម្របខាងក្នុងមានដុំសម្លេងមួយតែនេះជារបស់ងាយឆេះបំផុតក្រោយកេះដៃកេះប៉ុន្មានដងមកទីបំផុតក៏បង្កាត់ភ្លើងឆេះរួចដាក់សម្លេងកំពុងឆេះចូលគំនរអស់ដែលរៀបចំទុកដំបងត្រឹមតែហុយផ្សែងតែដោយសារសាំពេកភ្លើងក៏រលត់ទៅវិញពេលនេះ Cody ខំប្រឹងសង្គ្រោះជាលើកចុងក្រោយសាកបង្កាត់ភ្លើងឡើងវិញតែនៅតែបរាជ័យត្រូវត្រឡប់មកជំនុំវិញចៃដល់ពេលនោះជុក Dave កំពុងយកស្លឹកឈើធំត្រឡប់មកវិញ Cody ប្រាប់ថាការបង្កាត់ភ្លើងបរាជ័យហើយ Dave ក៏មិនភ្ញាក់ផ្អើលអ្វីដែរទោះយ៉ាងណាព្រៃនេះសាំពេកការបង្កាត់ភ្លើងគឺលំបាកខ្លាំងណាស់គាត់យកអាវភ្លៀងចេញមកដោយមានការសហការពីអ្នកទាំងពីរចង់ជ្រុងអាវភ្លៀងយ៉ាងតឹងរួចគ្របស្លឹកធំពីលើចុងក្រោយរកស្លឹកស្ងួតក្រាលលើដីអ្នកទាំងពីរចូលទៅខាងក្នុងជ្រកយប់ឡើងពួកគេអាចត្រឹមឆ្លងកាត់រាត្រីបែបនេះសិនដល់ព្រឹកស្អែកភ្ញាក់ឡើងអ្នកទាំងពីរឃើញលើអាវភ្លៀងដក់ទឹកពេញចំពេលកំពុងស្រែកទឹកផងម្នាក់ក៏អង្គុយម្ខាងត្រង់ទឹកផឹកអារម្មណ៍ត្រជាក់ស្រស់ស្រាយស្រួលខ្លួនណាស់អ្នកទាំងពីរឆ្លៀតបំពេញជាតិទឹកឲ្យគ្រប់គ្រាន់ពេលនេះពួកគេមិនប្រញាប់បន្តដំណើរភ្លាមទេដោយពិចារណាថាព្រៃសាំពេកដើម្បីកុំឲ្យទឹកជោគខ្លួន Cody ដើរទៅរកធ្វើខ្សែចងរួចរកស្លឹកធំត្រឹមមួយផ្លែក៏ច្នៃបានអាវភ្លៀងព្រៃមួយឈុតសម្រាប់ខ្លួនឯងធ្វើពីវត្ថុធាតុទាំងពីរនោះមើលទៅគួរឲ្យសំណើចធ្វើឲ្យ Dave ឈរក្បែរសាច់គៀងហាហាបន្ទាប់មកអ្នកទាំងពីរចាប់ផ្ដើមដំណើរថ្ងៃថ្មីព្រៃក្រាស់បាំងចិត្តមេឃងឹតស្លុបដើម្បីមានឱកាសបានគេជួយថ្ងៃនេះអ្នកទាំងពីរជ្រើសរើសចុះពីលើភ្នំព្រោះបើរកឃើញទន្លេឱកាសត្រូវបានសង្គ្រោះនឹងខ្ពស់ជាងប៉ុន្តែតំបន់នេះចោតខ្លាំងណាស់ក្រោយចុះចំណោទទី1ដោយប្រុងប្រយ័ត្នខាងមុខក៏លេចចេញជ្រោះចោតស្ទើរតែបញ្ឈរពីលើមើលចុះក្រោមប្រហែលកម្ពស់50ទៅ60 ហ្វីតតែដំណឹងល្អគឺមានឫសឈើទម្លាក់ចុះក្រោមជាច្រើន Dave ក្បែរនោះក៏មើលឃើញពីភាពភ័យខ្លាចរបស់គេទើបប្រញាប់ទៅរកវ៉ូលីធំគាត់ចង់ឲ្យតឹងមួយចុងទៅនឹងដើមឈើរួចបោះចុងមកខាងទៀតចុះក្រោមមានខ្សែជំនួយ Cody មានអារម្មណ៍ស្ងប់ចិត្តជាងមុនដើម្បីឲ្យកាន់តែសុវត្ថិភាពគាត់ថែមទាំងយកវ៉ូលីរ៉ុមបន្ថែមមួយខ្សែទៀតហើយ Cody ដែលធ្លាប់តែដើរពីក្រោយជានិច្ចលើកនេះក៏មកនឹងចេញមុខមុនណាស់ចង់ខ្សែជាប់ខ្លួនឯង Cody ពិនិត្យយ៉ាងម៉ត់ចត់ដើម្បីធានាថាគ្រប់យ៉ាងគ្មានបញ្ហារួចតោងរិឈើសន្សឹមរំកិលចុះខណៈខាងលើ Dave ជួយកាន់ខ្សែជំនួយពេលនេះ Cody ប្រុងប្រយ័ត្នដាក់ជើងតាមចំណុចតោងនីមួយក្រោយចុះដល់ក្រោមដោយសុវត្ថិភាពដល់វេន Dave គាត់កាប់ដើមឈើតូចមួយក្បែរនោះសិនរួចលូកខ្សែចូល
អារម្មណ៍ខ្លួនឯងសំបីតែមិនចាំបាច់ប្រាក់ខ្សែទាំងនេះក៏បានស្ទើរតែគ្មានវិធានការការពារអ្វីសោះក៏ចេះតែរំកិលចុះបើធៀបនឹងខឌីលបឿនដេវលឿនជាងឆ្ងាយតែពេលបំរុងចុះលឿនកណ្ដាលទីក៏មានបញ្ហាបន្តិចសំណាងដៃទាំងពីរនៅកាន់ខ្សែជាប់ទើបក្រោយរក្សាលំនឹងបានក៏បន្តចុះមកក្រោមដោយរលូនសម្រាប់មួយសន្ទុះអ្នកទាំងពីរបន្តដើរតាមជម្រាលភ្នំចុះទៅក្រោមក្រោយឆ្លងកាត់ចំណុចតែមានកម្ពស់ខុសគ្នាខ្លាំងពីមុនផ្លូវបន្តងាយស្រួលជាងច្រើនទាំងពីរអ្នកចុះទៅក្រោមយ៉ាងលឿនកំពុងដើរស្រាប់តែសំឡេងគ្រោះថ្នាក់មើលឲ្យច្បាស់ទើបដឹងថាជាពូក្បាលលំពេង Redlands ដែលជាពូពីសាហាវបំផុតនៅ Panama មនុស្សធម្មតាជួបគឺគេចចេញភ្លាមតែបរិសុទ្ធក្លាហាននេះបែរជាយកកាំបិតទាញវាចុះតែម្ខាងចាប់កន្ទុយប៉ុន្តែលើកនេះអ្នកទាំងពីរមិនមានបំណងយកវាធ្វើជាប្រភពប្រូតេអ៊ីនទេក៏ប្រឡែងវាទៅធម្មជាតិពេញភ្លាមរួចបន្តចុះចំណោទគ្រាន់តែការប្រុងប្រយ័ត្នការឡើងច្រើនចុងក្រោយពួកគេទៅដល់ចិត្តទន្លេមួយដោយរលូនតែនៅមិនឆ្ងាយក្នុងព្រៃមានដីទំនេរទើបអ្នកទាំងពីរប្រញាប់ចេញទៅដីនៅទីនេះរាបស្មើល្អមានអារម្មណ៍ថាជាកន្លែងស័ក្តិសមបំផុតសម្រាប់បោះជំរំពេលនេះទាំងពីរអ្នកក៏មិនប្រញាប់ដែរជាបថំចែកគ្នាស្ទង់មើលជុំវិញសិនខាងដេវឃើញគ្រប់ទីកន្លែងសុទ្ធតែសម្រាប់តែទឹកចំនួនគូចុះមកភាគច្រើនជាឈើតែពិនិត្យឲ្យច្បាស់នៅមានរបបផ្សេងទៀតដេវប្រញាប់ចូលទៅកាយខាងក្នុងរកឃើញលូខ្លះនឹងដបពណ៌ស្មួយបើគុំរកមើលទៅដឹងថាជាទឹកអូសាវែល bleach ចំណែករបស់បន្ទាប់មានផ្ទុកសារធាតុពុលខ្លាំងពេលនេះទេដូចជានឹកឃើញអ្វីមួយក៏ប្រញាប់ប្រមូលទុករួចយកថង់ប្លាស្ទិកមួយទៀតមុននេះ Cody បានច្នៃឲ្យភ្លាមដូច្នេះគាត់ក៏មិនព្រមចាញ់ដែរចំណែកខាង Cody ភាគច្រើនដើររកចម្រោកដើរមកមុខដើមឈើដ៏ធំមួយដែលដួលក៏ឃើញខាងក្នុងមានចន្លោះទំនេរល្អគួរសមពេលកំពុងគិតថាកន្លែងនេះអូខេស្រាប់តែឃើញប្រជាមួយក្បែរនោះតែនេះជាប្រភេទប្រជាវឹកឈាមឃើញប្រភ្នំមិនល្អស្រាប់ទៅហើយបូករួមទាំងឱកាសមានផ្ទុកពីរូបពោះទៅ Cody បោះបង់ចម្រោកនេះចោលភ្លាមរួចងាកក្រោយដើរចេញបន្ទាប់មកគាត់ទៅកន្លែងមួយទៀតមើលដើមឈើដួលឃើញទីធ្លាល្អជាងមុនដើម្បីសុវត្ថិភាពគាត់មានចិត្តណាបង្កើតសម្លេងខាងក្នុងដើម្បីបញ្ជាក់ថាគ្មានសត្វគ្រោះថ្នាក់ទើបសម្រេចចិត្តរើសយកកន្លែងនេះពេលនេះទេពគេឲ្យចម្លែកត្រឡប់មកវិញធ្វើឲ្យ Cody មើលទៅគង់មិនដឹងនិយាយអ្វីតែនោះមិនមែនជាចំណុចសំខាន់ទេទេពយកទឹកអូសាវែចេញមកនេះជារបស់មានប្រយោជន៍ណាស់សម្រាប់មេរោគក្នុងទឹកបន្ទាប់មកគាត់យកទឹកលីថ្នាំពណ៌ចេញមកតែរបស់នេះទេពនៅមានប្រយោជន៍ផ្សេងទៀតឃើញតែ Cody យកទឹកអូសាវែទៅដងទឹកចំណែកខាងទេពដោះដៃកេះចេញរួចចាក់វត្ថុរ៉ាវនោះចូលខាងក្នុងរឿងអស្ចារ្យគឺដៃកេះនោះអាចកេះចេញភ្លើងវិញភ្លាមដូច្នេះការបង្កាត់ភ្លើងខ្លាយជាងាយស្រួលបំផុតគាត់ដាក់ភ្លើងចូលគំនរអស់ដែលរៀបចំទុកមិនយូរភ្លើងក៏ឆេះឡើងពេលនេះ Cody ដើរទៅមាត់ទន្លេជីបធំចាក់ទឹកអូសាវែចូលប្រអប់សំណាក់បន្ទាប់មកយកដបធំលាងទឹកឲ្យស្អាតរួចដងទឹកឲ្យពេញរួចរាល់យកគម្របទឹកអូសាវែបន្តចូលក្នុងទឹកចុងក្រោយបន្តគ្រប់16ដំណក់ជារួចរាល់បន្ទាប់មកងើបឈរត្រឡប់ទៅជំរកវិញតាមផ្លូវ Cody ឆ្លៀតស្ទង់មើលជុំវិញហើយឃើញមានរន្ធមួយនៅទីនេះមើលទៅដូចជាជំរករបស់សត្វអ្វីមួយមិនយូរប៉ុន្មានគាត់ប្រញាប់ហៅ Dave មកទោះយ៉ាងណាគាត់ក៏ជាអ្នកជំនាញបរបាញ់យ៉ាងហោចណាស់រឿងអាហារពេលយប់នេះប្រហែលមិនបាច់បារម្ភទៀតទេទោះមិនទាន់ដឹងខាងក្នុងជាសត្វអ្វីតែមុនដំបូងត្រូវការឈើខ្លះធ្វើជាឧបករណ៍ Dave ដើរទៅមុខកាប់ដើមឈើតូចបន្ទាប់មកចាក់ឈើពីដើមចូលក្នុងរន្ធបំរុងទាញរបស់ខាងក្នុងចេញមកចំណែកខ្លួនឯងកាន់កាំបិតឈរចាំឱកាសសំខាន់លើកដំបូងមិនបានផលអ្វីសោះបន្តរងចាំមួយសន្ទុះទៀតនៅតែគ្មានសកម្មភាពដូច្នេះលើកនេះ Dave ចេញមកផ្ទាល់លោកដៃទាញវាចេញមកក្រៅដោយផ្ទាល់យ៉ាងនេះក៏ចាប់បានអាហារពេលល្ងាចដោយជោគជ័យបន្ទាប់មកគាត់យកពង្រូលនេះរួចយកអាហារចេញទៅម្នាក់ឯងក្បែរមាត់ទន្លេដើម្បីចាប់តាមធ្វើដំបូងវះពោះវាចេញខាងក្នុងក៏លេចចេញវត្ថុមួយពណ៌លឿងរាងមូលមើលទៅដូចជាពងស្វារបស់វាតែតាមពិតនេះគឺជាផ្លោកនំពង្រូលទើបត្រូវបោះចោលភ្លាមបន្ទាប់មកបន្តសម្អាតគ្រឿងក្នុងរួចធ្វើសាច់ឲ្យស្អាតបាតយ៉ាងនេះគឺស្អាតល្អហើយពេលនេះភ្នក់ភ្លើងម្ខាងទៀតក៏រៀបចំរួចទេពដាក់វាអាំងលើងើបភ្លើងរងចាំរហូតដល់81នាទីក្រោយមកពង្រូលក៏ត្រូវបានអាំងឆ្អិនល្អនិងឈ្ងុយឆ្ងាញ់ទេពហែកសាច់ភ្លើងមួយដុំឲ្យ Cody រួចអ្នកទាំងពីរចាប់ផ្ដើមញ៉ាំអាហារពេលល្ងាចអាចនិយាយបានថាស្រទាប់ប្រៅខ្លោចតិចឈ្ងុយណាស់ឯខាងក្នុងទុនមានជាតិទឹកមានរសជាតិដូចសាច់មាន់ក្លិនឈ្ងុយថែមទាំងតាក់ទាញសត្វលើដើមឈើឲ្យមកចិត្តហាថ្ងៃនោះពិតជាស្កប់ស្កល់ខ្លាំងណាស់ដល់ថ្ងៃទី3អ្នកទាំងពីរក្រោកឈរដើរទៅមាត់ទន្លេរួចចាប់ដើមធ្វើដំណើរតាមដងទន្លេពេញមួយផ្លូវនេះចាត់ទុកថារលូនប៉ុន្មានម៉ោងក្រោយមកពួកគេប្រទះឃើញផ្លូវតូចមួយតែនៅក្បែរនោះមានផ្ទះប្រជាជនរស់នៅសញ្ញានៃអរិយធម៌ទីបំផុតក៏បានបង្ហាញខ្លួនការសាកល្បងលើកនេះជោគជ័យហើយមនុស្សពីរនាក់កំពុងចាប់ត្រីនៅទីនេះមិនមែនជាអ្នកនេសាទទេតែជាអ្នកជំនាញរស់រានមានជីវិតក្នុងព្រៃគ្រាន់តែក្នុងអូរៈក៏ចាប់បានអណ្ដែងយក្សភ្លក់សាច់ត្រីស្រស់ទន់មានជាតិទឹកដ៏ឆ្ងាញ់តំបន់ជីភាគអាគ្នេយ៍នៃទ្វីបអាហ្វ្រិកគឺជាកន្លែងមួយដែលមានប្រព័ន្ធអេកូឡូស៊ីចម្រុះនិងសម្បូរបែបបំផុតលើពិភពលោកព្រមទាំងមានសត្វគ្រោះថ្នាក់ដល់ជីវិតរាប់មិនអស់នេះជាចម្រោករបស់សត្វសាហាវទាំង5នៅអាហ្វ្រិករួមមានតោខ្លាខិនក្របីព្រៃដំរីនិងរមាសក្រៅពីនេះនៅគ្រប់ទីកន្លែងអាចឃើញដំរីទឹកនិងក្រពើនេះមិនមែនជាសួនសត្វទេតែជាសមរភូមិរស់រានមានជីវិតដែលសត្វនិងរុក្ខជាតិប្រកួតប្រជែងយ៉ាងសាហាវជារៀងរាល់ឆ្នាំមានមនុស្សជាង10នាក់បាត់បង់ជីវិតនៅទីនេះក្នុងស្ថានភាពបែបនេះអ្នកគ្រប់គ្រង2នាក់បើកឡានល្បាតកង់4ដូចធម្មតានឹកស្មានមិនដល់ម៉ាស៊ីនក្តៅពេកធ្វើឲ្យឡានរលត់ប្រឈមមុខនឹងហ្វូងសត្វព្រៃជុំវិញកំពុងសម្លឹងមើលពួកគេស្ទើរតែមិនអាចកម្រើកបានពេលនេះអ្នកជំនាញជាងទេ Cody និងបរិសុទ្ធក្លាហានចូលបានបង្ហាញខ្លួនអ្នកទាំងពីរកំពុងដើរក្រោមតំបន់ដើមឈើទាបក្រោមជើងមានផ្លូវលំជាច្រើនដែលសត្វបង្កើតឡើងជុំវិញថែមទាំងប្រទេសឃើញឆ្អឹងសត្វរាប់មិនអស់អ្នកទាំងពីរចូលទៅពិនិត្យទើបដឹងថានេះជាសាកសពរបស់សត្វវែងពេញវ័យមួយក្បាលនៅទីនេះសូម្បីតែសត្វធំបែបនេះក៏អាចត្រូវគេស៊ីតិចដែរល្មមដឹងថាកម្រិតគ្រោះថ្នាក់គួរឲ្យខ្លាចប៉ុណ្ណាទោះយ៉ាងណាឆ្អឹងធំទាំងនេះនៅតែមានប្រយោជន៍គួរសមយ៉ាងណាមិញពេលនេះអ្នកទាំងពីរគ្មានអ្វីក្នុងដៃទេដូច្នេះនៅតែអាចប្រើដើម្បីធ្វើជាឧបករណ៍ក្រោយពេលប្រមូលបានចិត្តគ្រប់អ្នកទាំងពីរយកអីវ៉ាន់ចាក់ចេញរួចប្រញាប់បន្តដំណើរមិនបានប៉ុន្មានក៏ស្រាប់តែប្រទេសឃើញភ្នក់ភ្លើងដែលមនុស្សបង្កាត់ពិនិត្យមើលទៅនៅមានកម្ដៅផ្អែកលើចំណុចនេះអាចស្មានបានថាមិនជារបស់បុគ្គលិកគ្រប់គ្រងក៏ជាជំរំបណ្ដោះអាសន្នរបស់ព្រានព្រៃខុសច្បាប់ពេលនេះចូលដើរពិនិត្យជុំវិញដើម្បីកំណត់ថាជារបស់អ្នកណាឲ្យប្រាកដយ៉ាងលឿននៅកន្លែងបិទចិត្តមួយពួកគេប្រទះឃើញសម្លៀកបំពាក់និងកាំភ្លើងបរបាញ់ក្បែរនោះនៅមានគ្រាប់រំសេបទៀតក្នុងនោះថែមទាំងមានគ្រាប់កាំភ្លើងអិចរឿងនេះច្បាស់ណាស់ទៅហើយច្បាស់ជារបស់ពួកព្រានខុសច្បាប់អ្នកទាំងពីរត្រូវសម្បត្តិភ្លាមត្រូវដឹងថាការបរបាញ់និងជួញដូរសត្វព្រៃខុសច្បាប់គឺជាឧក្រិដ្ឋកម្មធំបំផុតទី4លើពិភពលោកហើយបើជាឧក្រិដ្ឋជនការដែលពួកគេប្រថុយគ្រោះថ្នាក់មកទីនេះដើម្បីបរបាញ់បង្ហាញថាពួកនេះសាហាវខ្លាំងណាស់ Cody ឈរយាមនឹមខាងភ្លាមចំណែកចូលប្រញាប់ញាត់របស់ដែលអាចយកទៅបានទាំងអស់ចូលកាបូបរួចចាក់ចេញពីទីបានមួយសន្ទុះចូលនៅតែមានអារម្មណ៍ថាមិនទាន់សុវត្ថិភាពទើបត្រឡប់មកកាច់មែកឈើស្រស់រួចបណ្ដាបោះលោកស្នាមជើងខ្លួនឯងធ្វើបែបនេះពេញមួយផ្លូវដ៏វែងទើបបន្តដំណើរទៅមុខទៀតក្រោយពីដើរទៅឆ្ងាយមានអារម្មណ៍ថាសុវត្ថិភាពជាងមុនបន្តិចអ្នកទាំងពីរទើបចូលទៅក្រោមលុកដើមឈើដាក់អីវ៉ាន់ចុះចាប់ដើមរាប់ពីកន្លែងពួកព្រានព្រៃពួកគេយកបានប្រអប់ចោមួយមុខមួយពូថៅមួយស្កោះបន្តិចនិងថ្នាំស្វាយមួយដបសរុបមានតែអីវ៉ាន់ប៉ុណ្ណឹងទេតែស្ថានភាពពេលនេះគឺពិបាកដោះស្រាយណាស់មិនត្រឹមតែត្រូវប្រយ័ត្នសត្វគ្រោះថ្នាក់ទេតែថែមទាំងត្រូវប្រយ័ត្នពួកព្រានព្រៃទៀតផងដើម្បីឲ្យកាន់តែប្រាកដចូលយកឆ្អឹងមួយដុំមកសម្លៀងឲ្យស្រួចបន្ទាប់មកប្រារោមសត្វវែងដែលប្រមូលបានមកវិញជាខ្សែពួរយ៉ាងរឹងមាំចុងបំណែកឆ្អឹងស្រួចជាប់នឹងដុំឈើយ៉ាងនេះក៏បានលំពេងការពារខ្លួនមួយចំណែក Cody ពុះឆ្អឹងធំជាពីរធ្វើជាកាំបិតប៊ូមរ៉ាំងយ៉ាងនេះអ្នកទាំងពីរសុទ្ធតែមានអាវុធរៀងខ្លួនរួចបន្តដំណើរទៅមុខបច្ចុប្បន្នក្រោយពីគ្រោះថ្នាក់រាប់មិនអស់ដែលលាក់កំបាំងនៅទីនេះប្រភពទឹកគឺជារឿងសំខាន់បំផុត
តែដើរបានមួយសន្ទុះក៏ឈប់ជោដើរពីមុខគិតថាខឌីដើរយឺតពេកដើរយឺតណាស់ទើបប្រាប់ឲ្យគាត់ដើរទៅមុនអ្នកទាំងពីរបន្តដើរមួយសន្ទុះទៀតប៉ុន្តែជោនៅតែមានអារម្មណ៍ថាល្បឿនយឺតពេកពេលនេះខឌីត្រូវតែពន្យល់ពីមូលហេតុព្រោះជុំវិញគ្រប់ទីកន្លែងសុទ្ធតែព្រៃក្រាស់ទើបគាត់ត្រូវសង្កេតមើលគ្រោះថ្នាក់ជុំវិញជានិច្ចតែងតែរក្សាការប្រុងប្រយ័ត្នខ្ពស់ប៉ុន្តែជោដែលពេលនេះគ្រប់វិនាទីមិនចង់នៅកន្លែងចង្រៃនេះទៀតទេក៏តបទៅវិញថាពេលនេះគ្មានទឹកហើយក៏គ្មានអ្វីទាំងអស់បើនៅតែយឺតយ៉ាវបែបនេះងាយនឹងមានរឿងណាស់ដោយសាររឿងនេះអ្នកទាំងពីរក៏ឆ្លោះគ្នាយ៉ាងខ្លាំងចុងក្រោយពេលមើលជើងទេរបស់ខឌីជោក៏លែងឆ្លោះបន្តទៀតគ្រាន់តែឲ្យគេដើរមុនហើយខ្លួនដើរតាមក្រោយពេលវេលាចេះតែកន្លងផុតទៅអ្នកទាំងពីរបន្តដំណើរទៅមុខជាង1ម៉ោងទៀតពេលនេះសីតុណ្ហភាពកាន់តែក្តៅខ្លាំងឡើងទាំងពីរដើរចូលទៅក្នុងបាតទន្លេដែលរីងស្ងួតទីនេះជាកន្លែងសង្ឃឹមខ្ពស់ថានឹងរកឃើញទឹកពួកគេរកបានកន្លែងម្លប់មួយរួចចាប់ផ្ដើមជីកតែជីកដល់ជម្រៅមួយក៏នៅតែមិនឃើញទឹកទុយទៅវិញបែរជាប្រទេសឃើញស្នាមជើងខ្លាឃិនលើដីក្បែរនោះក៏មានស្នាមជើងដំរីដែរអ្នកទាំងពីរបន្ថយល្បឿនភ្លាមដើរយឺតដោយក្តីតានតឹងបន្តិចភ្នែកសម្លឹងមើលជុំវិញជានិច្ចស្រាប់តែពេលនោះចូលប្រទេសឃើញអន្ទាក់លាក់ក្រោមខ្សាច់គឺជាអន្ទាក់របស់ព្រានព្រៃគាត់ក៏ដោះវាចេញភ្លាមដើម្បីបំផ្លាញផែនការរបស់ពួកគេចំណែក Cody ក៏ប្រទេសឃើញអន្ទាក់ព្យួរលើមេឈើប្រើខ្សែលួសដែលគ្រោះថ្នាក់បំផុតសម្រាប់សត្វទើបប្រញាប់ដោះវាចេញរួចត្រឡប់ទៅកន្លែងចាស់ទាំងពីរបន្តដំណើរតែទៅមិនបានប៉ុន្មានខាងមុខក៏លេចចេញអន្ទាក់មួយទៀតលើកនេះគួរឲ្យខ្លាចជាងមុនដែលគោស្រួយរៀបជាជួរយ៉ាងញឹកមិនត្រឹមតែសត្វទេសូម្បីមនុស្សជាន់ត្រូវក៏គ្រោះថ្នាក់ខ្លាំងណាស់ដែរចូលយកធ្នូគប់វាឲ្យខូចភ្លាមក្រោយពេលដោះស្រាយរួចទាំងពីរបន្តធ្វើដំណើរតាមបាតទន្លេស្ងួតមិនដឹងជាដើរយូរប៉ុណ្ណាទេទីបំផុតខាងមុខក៏លេចចេញទន្លេមួយចំពេលដែលទាំងពីរកំពុងរំភើបដើរទៅមុខស្រាប់តែប្រទេសឃើញតនៅមិនឆ្ងាយហើយមិនមែនមានតែមួយក្បាលទេអ្នកទាំងពីរក្រាបចុះភ្លាមកាន់តែគ្រោះថ្នាក់គឺក្នុងទឹកមានដំរីទឹកទៀតមើលទៅលើកនេះចង់ផឹកទឹកក៏មិនងាយស្រួលដែរប្រឈមមុខនឹងស្ថានភាពត្រូវគៀបសងខាងបែបនេះទាំងពីរមានប្រតិកម្មភ្លាមងើបឈរយឺតរួចដកថយទៅក្រោយស្ងាត់បើធៀបនឹងទឹករក្សាជីវិតសំខាន់ជាងមិនអាចយកទឹកនៅទីនោះបានទៅពួកគេត្រូវស្ទង់មើលជុំវិញក្បែរនោះរួចត្រឡប់មកបាតទន្លេស្ងួតវិញសំណាងល្អអ្នកទាំងពីរប្រទេសឃើញភ្លុកទឹកតូចមួយខឌីយករបស់ចេញមកភ្លាមដំបងដងទឹកដាក់ក្នុងដបរួចដាក់ថ្នាំស្វាយចូលមិនយូរប៉ុន្មានទឹកក៏ចាប់ផ្ដើមបដូរជាពណ៌ស៊ីជម្ពូស្រាលនេះគឺជាដំណើរការសម្រាប់មេរោគរងចាំមួយសន្ទុះខឌីយកមកផឹកក្អឹបអារម្មណ៍ត្រជាក់ស្រស់ស្រាយបំផាត់ការសេទឹកធ្វើឲ្យគាត់ផឹកមួយក្អឹបធំយ៉ាងស្រស់ស្រាយរហូតដល់ស្កប់ស្កល់រួចអ្នកទាំងពីរបន្តដំណើរទៅមុខអ្នកទាំងពីរត្រឡប់មកវិញដើរតាមបាតទន្លេស្ងួតមួយសន្ទុះទៀតពេលព្រះអាទិត្យចាប់ផ្ដើមលេចចុះពួកគេក៏រកកន្លែងបោះជំរំពួកគេមកដល់គុំបន្លាមួយក្រោមមែកឈើខ្វាត់ខ្វែងមានចន្លោះទំនេរមួយដែលយកគិតថាសំរុំតែខឌីមិនគិតដូច្នេះទេគាត់ដើរទៅដើមឈើក្បែរនោះហើយគិតថាដេកលើដើមឈើសុវត្ថិភាពជាងដូច្នេះអ្នកទាំងពីរក៏រកកន្លែងរៀងខ្លួនពេលនេះចូលក្រៅស្មៅស្ងួតធ្វើជាកម្រាលបន្ទាប់មករើសលីមកដំរីវាជុំវិញតំបន់នោះដើម្បីឲ្យសត្វផ្សេងគិតថានេះជាទឹកដីដំរីចុងក្រោយទីងមែកឈើមានបន្លាមកបិទច្រកចេញចូលយប់កាន់តែងឹតម្នាក់ដេកលើដីម្នាក់ទៀតលើដើមឈើតែទាំងពីរនៅតែតានតឹងព្រោះយប់នៅអាហ្វ្រិកកន្លែងដែលមានសត្វព្រៃលេចមុខពិតជាគួរឲ្យខ្លាចណាស់លុះដល់ព្រឹកស្អែកអ្នកទាំងពីរឆ្លងកាត់យប់នោះដោយសុវត្ថិភាពរួចរៀបចំអេវ៉ាន់បន្តដំណើរដោយមិនឈប់សម្រាកតាមផ្លូវពួកគេប្រទះឃើញរមៀសមួយក្បាលនៅមុខរថក្រោះធនធ្ងន់នេះទោះពួកគេទាំងពីររួមគ្នាក៏មិនមែនជាគូប្រកួតដែរទើបបានត្រឹមឈរស្ងៀមចាំវាតែចេញទៅបន្តដំណើរ2 3ម៉ោងទៀតតែយូរហើយទីបំផុតក៏លេចចេញទន្លេស្ងួតមួយអ្នកទាំងពីរប្រញាប់ដើរទៅមុខក្រោយរងកម្ដៅថ្ងៃជាយូរអ្នកទាំងពីរក្តៅស្ទើរទ្រាំលែងបានទើបឆ្លៀតពេលធ្វើឲ្យខ្លួនត្រជាក់សិនរួចយកដបមកដងទឹកចំពេលយកកំពុងយាមជុំវិញស្រាប់តែប្រទះឃើញត្រីធំមួយក្នុងទឹករំភើបដល់ថ្នាក់ចង់លោតទៅចាប់នៃវាហើយខ្ញុំចាប់វាមិនបានទេខ្ញុំមិនចង់ប្រើដំបងទេខឌីកាន់ដំបងវាយខ្លាំងពី3ដងធ្វើឲ្យយកឈរក្បែរនោះមើលឡើងគាំងខ្លួនឯងខំស្ទើរស្លាប់ចាប់មិនបានតែខឌីបែរជាវាត្រីនោះងាប់យ៉ាងងាយគិតទៅក៏មិនអីដែរយ៉ាងណាថ្ងៃនេះមានប្រូតេអ៊ីនហើយដោយបារម្ភថាអាហារអាចទាក់ទាញសត្វព្រៃពួកគេក៏រកកន្លែងវាលមួយពេលនេះខឌីទទួលបន្ទុកបង្កាត់ភ្លើងដំបងរៀបចំឈើឃុំនិងបន្ទះឈើបង្កាត់ភ្លើងបន្ទាប់មកយកថ្នាំស្វាយចាក់លើបន្ទះឈើរួចលីស្កោះបន្តិចរបស់ពីរនេះពេលប៉ះគ្នានឹងមានប្រតិកម្មគីមីជួយឲ្យខឌីបង្កើតការភ្លើងយ៉ាងងាយខណៈនោះចូលកាន់ពូថៅវះពោះត្រីរួចសម្អាតគ្រឿងក្នុងបន្ទាប់មកប្រើពូថៅកាត់សាច់ត្រីជាដុំតូចឯខាងនេះខឌីក៏បង្កាត់ភ្លើងបានសម្រេចដល់ត្រីរួចដាក់អាំងលើងើភ្លើងរងចាំមួយសន្ទុះក្រោយអ្នកទាំងពីរក៏បានភ្លក់សាច់ត្រីដ៏ទន់ផ្អែមនិងមានជាតិទឹកមិនត្រឹមតែឆ្ងាញ់ថែមទាំងមានប្រូតេអ៊ីនខ្ពស់ពេលនេះមេឃក៏រៀងល្ងាចហើយដំបងពួកគេរកដើមឈើមួយរួចប្រើមែកឈើស្ងួតធ្វើជារបាំងជុំវិញចំណែកចូលប្រើខ្សែពួរធ្វើជាក្រងនិងចងខ្សែយាមជុំវិញតែខឌីនៅតែមានអារម្មណ៍ថាមិនទាន់សុវត្ថិភាពខឌីរកមែកឈើមានបន្លាមកបិទចម្រោកឲ្យចិត្តល្អពេលនេះទើបស្ងប់ចិត្តពេលមេឃងឹតទាំងស្រុងមួយថ្ងៃនេះក៏បញ្ចប់ដល់ព្រឹកស្អែកអ្នកទាំងពីរដើរទៅទន្លេរួចដើរតាមខ្សែទឹកចុះទៅក្រោមតាមផ្លូវពួកគេប្រទះឃើញថ្មហើរពេញមេឃច្បាស់ណាស់ថាក្បែរនោះមានសាកសពសត្វតែមានន័យថាមានប្រភពប្រូតេអ៊ីនអ្នកទាំងពីរប្រញាប់ដើរទៅទីនោះតែពេលទៅដល់ស្រាប់តែមិនឃើញប្រូតេអ៊ីនបែរជាជួបសត្វតោក៏ប្រទះឃើញអ្នកឈ្លានពានភ្លាមកាន់តែគួរឲ្យខ្លាចគឺក្បែរនោះមានកូនតោដែលមានកូនគឺកាច់សាហាវណាស់ចំពេលនោះខាងមុខក៏លេចចេញឡានមួយប្រៀបដូចជាទីពឹងរបស់ពួកគេតែពេលនេះពួកគេមិនហ៊ានស្រែកហៅឲ្យគេជួយទេបានត្រឹមបក់ដៃថ្នមសំណាងល្អភីគីមខាងទៀតបានឃើញពួកគេសញ្ញានៃអារីថតទីបំផុតក៏បានបង្ហាញខ្លួនហើយការសាកល្បងលើកនេះបញ្ចប់ដោយជោគជ័យពេលដែលអ្នកផ្សេងទៅរស់រៀនក្នុងព្រៃកំពុងអត់បាយ3ថ្ងៃបរិះក្លាហាននេះបែរជារើបានសាច់គោ999គីឡូក្នុងព្រៃញ៉ាំសាច់បន្ទះរសជាតិមាន់ស្រួយស្រេកទឹកអាចផឹកស្រាបាន2 3ក្អឹបទៀតវាខ្សាច់ជាហួរនៅ New Mexico តែមានផ្ទៃដីជាង2សែនម៉ៃការ៉េសម្បូរភ្នំថ្មវាខ្សាច់ហួតហែងនិងទន្លេប្រៃក្រៅពីគ្រោះថ្នាក់នៃវាខ្សាច់ទីនេះនៅមានអណ្ដូងរ៉ែបោះបង់ចោលជាង15000អណ្ដូងខ្លះចម្រៅជាង100 ហ្វីតតែរាល់ឆ្នាំនៅតែតាក់ទាញអ្នកផ្សងព្រេងនិងអ្នកប្រមូលថ្មជាច្រើនមកទីនេះបរិះម្នាក់ចុះទៅក្នុងអណ្ដូងដើម្បីរករកកណ្ដាលទីឈើពុកភុយពេកក៏បាក់ស្រុតសំណាងល្អគាត់តោងជាប់ឈើមួយតែក៏មិនហ៊ានកម្រើកព្រោះខ្លាចឈើផ្សេងទៀតបាក់ក្នុងស្ថានភាពនេះអ្នកជំនាញជើងទេខឌីនិងបរិះក្លាហានយកលេខមុខម្នាក់នៅខាងលើម្នាក់នៅខាងក្រោមចូលជាប់ក្នុងអណ្ដូងរ៉ែក្រោយពីពិភាក្សាគ្នាចូលស្នើឲ្យរកខ្សែពួររៀបអ្វីស្រដៀងនេះខឌីនៅខាងលើចាប់ផ្ដើមធ្វើសកម្មភាពចេញទៅក្រៅប្រទះឃើញគំនោសម្ភារៈចាស់តែក្នុងនោះមានលូជាច្រើនប្រើរបស់នេះជំនួសខ្សែពួររឹតតែរឹងមាំគាត់ប្រមូលលូបានមួយសន្ទុះរួចយកត្រឡប់មកវិញពេលមកដល់ខឌីប្រាប់ចូលថារកបានខ្សែហើយតែនៅត្រូវការឧបករណ៍ជំនួយ2 3ទៀតឃើញគាត់ដើរចូលផ្ទះបោះបង់ចោលមួយកាយមួយសន្ទុះក៏រកឃើញដែកមួយដើមខឌីចង់ដែកជាប់នឹងចុងលូរួចទម្លាក់ចូលក្នុងអណ្ដូងពេលចូលចាប់បានគាត់រុំខ្សែជុំវិញចង្កេះចំណែកខាងលើខឌីក៏ចងខ្សែមួយទៀតនឹងសសររួចរុំជុំវិញចង្កេះខ្លួនឯងបន្ទាប់មកខឌីថយក្រោយសន្សឹមដើម្បីរក្សាលំនឹងខ្សែចូលខាងក្រោមមានការការពារសុវត្ថិភាពទើបចាប់ផ្ដើមឡើងបានរលូនតែស្រាប់តែដៃគាត់តោងរបូតបាក់ឈើខាងក្រោមក៏បន្តស្រុតចុះសំណាងនៅមានលូការពារក្រោយរក្សាលំនឹងបានគាត់ក៏បន្តឡើងឆ្លងកាត់ការលំបាកយ៉ាងខ្លាំងទីបំផុតចូលក៏ខំប្រឹងឡើងដល់មាត់អណ្ដូង
ពេលនេះអ្នកទាំងពីរមិនទាន់ប្រញាប់ចេញដំណើរទេព្រោះក្បែរនោះមានកាបូបស្ពីមួយដែលជាសម្ភារៈសម្រាប់ការសាកល្បងលើកនេះមានញួរមួយនិងកែវពង្រីក Fresno មួយជួយឲ្យការបង្កាត់ភ្លើងកាន់តែងាយស្រួលក្រៅពីនេះនៅមានពើពាក់ក្បាលមួយសម្ភារៈទាំងអស់មានតែប៉ុណ្ណឹងโจថាឲ្យគាត់សម្រាប់មួយផ្លែទើបអាចចេញដំណើរបានតែ Cody ទាំងភ្លាមសួរថាទៅណាបើមិនទាន់កំណត់ទីដៅផងឯ Joe ថាទៅណាក៏បាន Cody គិតថាត្រូវតែរៀបចំផែនការព្រោះពេលនេះជាពេលថ្ងៃត្រង់ជាពេលក្តៅបំផុតប្រចាំថ្ងៃបើដើរផ្ដេសផ្ដាស់នឹងគ្រោះថ្នាក់ណាស់ក្បែរនោះមានផ្ទះចាស់បាក់បែកជាច្រើនពួកគេរកកន្លែងលុបអង្គុយសម្រាប់ពេលនេះ Joe នឹកឃើញរឿងប្រភពទឹកទើបងើបឈរដើរស្ទង់មើលជុំវិញគោលដៅចម្បងគឺអណ្ដូងរ៉ែក្បែរនោះមានអណ្ដូងរាក់និងស្ងួតតែមានអណ្ដូងជ្រៅណាស់និងមានទឹកទូរកឃើញទឹកលឿនមែនតែការយកទឹកនៅតែជាបញ្ហាធំគាត់ក៏នឹកឃើញដល់កាបូបស្ពីនឹងដឹងថាត្រូវការខ្សែបន្ថែម2 3ទៀតពេលនោះគាត់នឹកឃើញលុះដែល Cody យកមកមុននេះទៅត្រឡប់ទៅប្រមូលមកទាំងអស់យកទៅខាងទៀតតាមផ្លូវโจប្រទេសឃើញប្រអប់ដែកមួយក៏រើសវាឡើងភ្លាមបន្ទាប់មកយកទៅប្រាញូគូកែតម្រូវខាងនេះ Cody ក៏ដើរស្ទង់មើលជុំវិញរកបានដបកែវ2 3សាកសមសម្រាប់ដាក់ទឹកក៏ប្រមូលទុកបន្ទាប់មកគាត់រកបានវត្ថុធាតុទន់ក្បែរនោះកាច់សាកឃើញស្វិតល្អក៏យកបន្តិចមកកែច្នៃមិនយូរប៉ុន្មានធ្វើបានគុំរបបមួយល្មមនឹងមាត់ដបដូច្នេះពេលធ្វើដំណើរមិនខ្លាចកំពុកទឹកទេឯខាងទៀតโจចង់លូសនឹងកាបូបរួចទម្លាក់ចូលអណ្ដូងចាំតតែកាបូបលិចចូលទឹកមួយសន្ទុះក្រោយទីឡើងខាងក្នុងក៏មានទឹកពេញបន្ទាប់មកគាត់ចាក់ទឹកចូលប្រអប់ដែកដែលទើបជុះចូលរួចហើយយកទៅឲ្យ Cody ទឹកមានហើយតែពួកគេមិនហ៊ានផឹកភ្លាមទេព្រោះខាងក្នុងអាចមើលឃើញនឹងកោទឹកជាច្រើនញីនឹងធ្វើឲ្យរៀបរੂដូច្នេះត្រូវដាំឲ្យពុះដោយភ្នក់ភ្លើង Cody ក្រោកឈរភ្លាមទៅរកវត្ថុបង្កាត់ភ្លើងនិងអស់ស្ងួតតាមផ្លូវគាត់ប្រទេសឃើញសម្បុកចាប់មួយរបស់នេះស័ក្តិសមណាស់សម្រាប់ធ្វើនុយភ្លើងម្យ៉ាងទៀតមេកំពុងក្តៅទើបគាត់យកកែវពង្រីក Fresno ចេញមករកចំណុចកម្ដៅខ្លាំងបំផុតរួចដាក់នុយភ្លើងនៅពីក្រោមស្របពេលនោះโจប្រមូលអស់មួយគំនុំមករៀបចំ Cody តស៊ូមួយសន្ទុះនុយភ្លើងក៏ចាប់ដើមហុយផ្សែងបន្តបន្តិចទៀតក៏លេចចេញកាប់ភ្លើងតូចគាត់កាន់ឡើងភ្លុំថ្នមផ្សែងកាន់តែក្រាស់ភ្លើងក៏ឆេះឡើងភ្លាមមានភ្នក់ភ្លើងហើយទីបំផុតក៏អាចដាំទឹកឲ្យពុះយប់នោះពេលមេឃងឹតអ្នកទាំងពីរមិនបន្តដំណើរទេអង្គុយនៅជ្រុងមួយចាក់ទឹកពេញ2 ដបរួចចូលគ្នាមួយដល់ព្រឹកស្អែកឆ្លៀតពេលមេឃមិនទាន់ក្តៅខ្លាំងពួកគេចាប់ដើមបន្តដំណើរយុទ្ធសាស្ត្ររបស់អ្នកទាំងពីរគឺព្យាយាមដើរទៅរកតំបន់ភ្នំឲ្យបានច្រើនបំផុតព្រោះឱកាសរកឃើញប្រភពទឹកនឹងខ្ពស់ជាងក្រោយដើរបានមួយសន្ទុះពួកគេឈរនៅទីខ្ពស់សង្កេតមើលក៏ឃើញខាងមុខហាក់ដូចជាមានអ្វីម្យ៉ាងក្នុងការរស់រានអ្វីដែលសំខាន់គឺត្រូវចាប់យកគ្រប់ឱកាសស្វែងរកធនធានដូច្នេះទាំងពីរដើរទៅរកទីនោះភ្លាមពួកគេចុះចំណោទយ៉ាងលឿនពេលទៅដល់ចិត្តទើបដឹងថាជាសាកសពគោមួយក្បាលដែលស្ងួតក្រៀមមើលទៅហាក់គ្មានអ្វីអាចប្រើប្រាស់បានទៀតទេតែ Cody បែរជាមានគំនិតផ្សេងពេលJoeដើរស្ទង់មើលជុំវិញ Cody យកកាំបតូចមកដោះឆ្អឹងខាងក្នុងរួចកាត់យកស្បែកគប់ទាំងធំរបស់នេះអាចប្រើសម្រាប់ធ្វើស្បែកជើងបានពេលនោះJoeដើរទៅមុខបន្តិចទៀតក៏ប្រទះឃើញសាកសពគោមួយទៀតទើបមកប៉ុន្មានថ្ងៃមុនគួរឲ្យស្ដាយដែលជុំវិញពោពេញដោយរុយនឹងក្លិនស្អុយភីឡើងធ្វើឲ្យវិលមុខតែមើលទៅ Joe ហាក់មានបំណងចង់ធ្វើអ្វីមួយនឹងគោនេះទើបហៅ Cody មកភ្លាមក្រោយឃើញហើយ Cody ក៏ភ្ញាក់ផ្អើលមិនចាញ់គ្នាJoeចង់ឲ្យ Cody ជួយមួយដៃតែច្បាស់ណាស់ថាគាត់មិនចង់ជួយសោះគ្រាន់តែធំក្លិនស្អុយក៏ទ្រាំលែងបានទៅហើយទើបរត់ចេញភ្លាមដោយមិនរារែកចុងក្រោយJoeសម្រេចចិត្តធ្វើខ្លួនឯងឃើញគាត់ដកកាំបិតមកវេះស្បែកគោភ្លាមនោះហ្វូងរុយដ៏ធំហាចេញមកគាត់ខំទ្រាំនឹងក្លិនស្អុយដ៏ខ្លាំងឡើងវិលមុខរួចបន្តធ្វើការខាងនេះ Cody យកស្បែកគោដែលប្រមូលបានមកសម្អាតបំរុងប្រើសម្រាប់ធ្វើស្បែកជើងទើបត្រូវការខ្សែពួរទៀតគាត់រកស្លឹកឈើក្បែរនោះដែលមានសរសៃច្រើនហែកវាជាសរសៃតូចរួចចាប់ផ្ដើមក្រងចូលគ្នាពេលមានខ្សែហើយ Cody កាត់ស្បែកគោពីរដុំប៉ុនបាតជើងចោះប្រហោង3លើស្បែកមួយដុំរួចសុកខ្សែចូលចុងក្រោយចុងនឹងជើងអញ្ចឹងគឺបានស្បែកជើងមួយគូពេញលេញសាក់ទៅឃើញថាប្រសិទ្ធភាពល្អគួរសមឯខាងទៀតចូលបន្តពណ៌ស្បែកគោខំប្រឹងមួយសន្ទុះស្បែកភាគច្រើនក៏បកចេញបានដើម្បីឆាប់បានចាក់ចេញពីទីនេះគាត់ប្រឹងទាញស្បែកមួយទំហឹងមិននឹកស្មានថាការទាញនេះស្ទើរតែធ្វើឲ្យខ្លួនឯងងាប់ព្រោះក្លិនស្អុយភីឡើងគួរឲ្យខ្លាចទម្រាំតែទាញដាច់ចេញទាំងស្រុងចូលត្រូវចេញពីទីនោះចូលសម្រាប់មួយផ្លែទើបត្រឡប់មកបន្តទៀតបានស្បែកហើយតែនៅមិនទាន់គ្រប់លើកនេះគាត់សម្លឹងមើលស្នែងគោពេលកំពុងខំប្រើកាំបិតតូចអាវាក្លិនស្អុយគួរឲ្យខ្លាចក៏ភីមកម្ដងទៀតសំណាងល្អដែលស្នែងក៏ចិត្តរបូតចេញហើយទើបគ្រាន់តែទាញមួយទំហឹងក៏ដកបានសម្រេចយួរជ័យផាន់ទាំងពីរមុខនេះអ្នកទាំងពីរបន្តដំណើរទៅមុខកន្លងផុតជាង1ម៉ោងនៅតែមិនឃើញប្រភពទឹកពេលនេះសីតុណ្ហភាពឡើងខ្លាំងរហូតទេសភាពជុំវិញដូចជាខូចត្រង់ទ្រីដោយសារកម្ដៅអ្នកទាំងពីរដើរឡើងលើទួលខ្ពស់រួចឈប់សង្កេតមើលខាងមុខក៏ឃើញដើមស្រឡៅនៅមិនឆ្ងាយប៉ុន្មានមានប្រភេទដើមឈើនេះឱកាសមានទឹកនៅក្បែរនោះគឺខ្ពស់ណាស់មិនយូរប៉ុន្មានក៏ទៅដល់ទីនោះដើមឈើនៅទីនេះធំណាស់តែបណ្ដោះអាសន្ននៅមិនទាន់ឃើញទឹកទេអ្នកទាំងពីរបែកគ្នាស្ទង់មើលជុំវិញភ្លាមចូលប្រទេសឃើញកំទេចកញ្ចក់លើដីរបស់នេះអាចប្រើសម្រាប់បញ្ចេញសញ្ញាសុំជំនួយដូច្នេះគាត់រើសវាឡើងយ៉ាងសប្បាយចិត្តរួចបន្តទៅមុខទៀតមិនយូរប៉ុន្មានពួកគេប្រទេសឃើញស្នុកទឹកមួយនៅក្បែរនោះចំពេលដែលចូលឈប់ស្រាប់តែសំឡេងគ្រោះថ្នាក់ធ្វើឲ្យគាត់ភ្ញាក់ព្រឺក្រោយបើកផ្ទាំងដែកក្បែរនោះមើលនៅចំពោះមុខលេចចេញដើមឈើមួយនៅរស់តាមពិតគឺជាពូដ៏គ្រោះថ្នាក់បំផុតមួយក្បាលគាត់ប្រញាប់ហៅ Cody មកសង្ឃឹមថាអ្នកទាំងពីរសហការចាប់វាតែ Cody គ្រាន់តែឃើញសកម្មភាពប្រថុយប្រថាននេះក៏បដិសេធភ្លាមធ្វើឲ្យJoeក៏អស់សង្ឃឹមដើម្បីអាហារពេលនេះចុងក្រោយគាត់មានតែចេញមុខផ្ទាល់ដំបូងគាត់រកមែកឈើរៀងអសររួចខំប្រើវាសង្កត់ពោះនោះឲ្យជាប់ខណៈ Cody នៅខាងទៀតបែរជាបញ្ចេញសម្លេងចំអកធ្វើឲ្យJoeទាំងតានតឹងទាំងអស់សង្ឃឹមក្រោយប្រមូលអារម្មណ៍ទាំងស្រុងទីបំផុតJoeក៏គ្រប់គ្រងពោះបានហើយបញ្ចប់ជីវិតដ៏ហិររបស់វាគិតទៅថាខ្លួនកំពុងតានតឹងរៀបចំអាហារល្ងាចតែបែរជាត្រូវគេសើចចំអកពិតជាមិនដឹងនិយាយយ៉ាងណាទេបន្ទាប់មក Cody ចាក់ចេញបន្តទៅរកទឹកដើរបានមួយសន្ទុះគាត់ទៅក្បែររណ្ដៅមួយហើយប្រទះឃើញដីនៅទីនេះរៀងសើមទើបចាប់ផ្ដើមជីកលើកនេះមិនធ្វើឲ្យ Cody ខកចិត្តទេមិនយូរប៉ុន្មានទឹកក៏ចាប់ផ្ដើមជូរចេញមកគាត់បន្តជីកពង្រីកបន្ថែមរួចចាំឲ្យទឹកក្រុងថ្លាទើបប្រើប្រអប់ដែកដងយកទៅជំរុំពេលត្រឡប់ទៅវិញJoeធ្វើពោះរួចរាល់ហើយដុតវារួចអាំងលើងើភ្លើងរងចាំមួយសន្ទុះទៀតអ្នកទាំងពីរចាប់ផ្ដើមភ្លក់ម្ហូបហិរស្រួយរសជាតិសាច់មាន់នេះទាំងឆ្ងាញ់និងសម្បូរប្រូតេអ៊ីនមួយថ្ងៃកន្លងផុតទៅយ៉ាងស្កប់ស្កល់លុះព្រឹកស្អែកឡើងដើម្បីអាចឆាប់ទទួលបានការសង្គ្រោះ Cody យកកំទេចកញ្ចក់មកប្រើថ្មអាចចំកណ្ដាលបង្កើតជារុនរៀងអសររួចគុំបំណែកពីរចូលគ្នាធ្វើបែបនេះពីចម្ងាយឆ្ងាយអ្នកផ្សេងក៏អាចងាយឃើញសញ្ញាចាំងផ្លាតនេះក្រោយពីរៀបចំរួចរាល់អ្នកទាំងពីរក៏បន្តដំណើរពួកគេបន្តដើរទៅមុខជានិច្ចប៉ុន្មានម៉ោងក្រោយមកអាកាសធាតុក៏ចាប់ផ្ដើមក្តៅគួរឲ្យខ្លាចចម្ដងទៀតមុនពេលចេញដំណើរពួកគេបានបំពេញទឹកទើបនៅអាចទប់ទល់បានមួយរយៈពេលទៀតប៉ុន្តែពេលអ្នកទាំងពីរបន្តដើរចូលជ្រៅក៏ចូលដល់តំបន់ដីហួតហែងក្តៅទីនេះយូរម្ដងក៏លេចចេញកូនខ្យល់គួចដីស្ងួតប្រែបែកជាផ្ទាំងបើមិនប្រញាប់រកប្រភពទឹកទេស្ថានភាពនឹងកាន់តែគ្រោះថ្នាក់ចំពេលអ្នកទាំងពីរចាប់ផ្ដើមបារម្ភស្រាប់តែឃើញនៅជើងមេឃហាក់ដូចជាមានឡានមួយពួកគេប្រញាប់យកកញ្ចក់មកបញ្ចេញសញ្ញាសុំជំនួយយ៉ាងលឿនឡាននោះក៏បង្វែរក្បាលបើកមករកទីបំផុតគេក៏រកឃើញពួកគេសញ្ញានៃអរិយធម៌លេចមុខហើយការសាកល្បងលើកនេះបញ្ចប់ដោយជោគជ័យ